Rương srei miên sahai slap. Miên bro nè nâng srei nè chia smon on the co chỉ mùi khní lui từ rô khní từ bên từ một mà đai phục cùng đằng lòi miền cao ngày muối klein cha pu về chay vía ha một chút pu lơ đồ tia srei nu nông rượu tây nu anh bro nu từ căn tia nieng smon cọp chuồn plieng thôm bro nu srei tật bro mê smon từ giật tật oi mê smon pum đăng từ giật tật pina có từ trong pi tật plieng rong bừngត្រូវឆ្អឹងពោះវែកនោះទឹកភ្លៀងដូចលៀងពឹសពោះហូរចូលទៅក្នុងតលមេស្មន់មិនបានដឹងក៏យកមកឲ្យបរោះនោះផឹកកម្លាំងពឹសពោះខ្លាំងបរោះនោះក៏ហល់ផ្ទៃស្លាប់ទៅមេស្មន់បាក់ខ្មោចបរោះនោះយកទៅដាក់នៅកណ្ដាលផ្លូវរូបប្រកឡើងពងម្ដាយបរោះនោះដឹងថាកូនបាត់ហើយដើរពីគ្មានទៅរកបានឃើញខ្មោចកូននៅកណ្ដាលផ្លូវក៏ផិតភ័យទៅរកប្តឹងចៅក្រមឯចៅក្រមដឹងថាកូននោះស្លាប់ដោយមានហេតុឬអត់ហេតុឪពុកម្ដាយឆ្លើយថាខ្ញុំពុំឃើញហេតុអ្វីទេចៅក្រមថាបើអត់ហេតុដូច្នេះយើងនឹងជំនុំជម្រះមិនបានទេទៅឪពុកម្ដាយចៅសូមចៅក្រមឲ្យនាំខ្លួនឡើងទៅគាល់ព្រះមហាក្សត្រហើយក្រាបបង្គំទូលថាសូមទ្រង់ព្រះអង្គមេត្តាប្រោសកូនខ្ញុំប្របាទអម្ចាស់នេះស្លាប់នៅកណ្ដាលផ្លូវចៅក្រមពិចារណាលើករកឲ្យខ្ញុំម្ចាស់ពុំបានឡើយទៅខ្ញុំសូមមកគាល់ព្រះរាជាសូមទ្រង់ពិចារណាទៅព្រះមហាក្សត្រទ្រង់មានព្រះបន្ទូលថាបើអស់ចៅក្រមទាំងបានជំនុំពិចារណាក្តីពុំបានឡើយទុកឲ្យអង្គអញពិចារណាខ្លួនឯងទៅព្រះអង្គឲ្យកំឡោះជារាជជានគរម្នាក់ហើយទ្រង់មានព្រះរាជបន្ទូលថាសូមពីស្ដែងយកខ្មោចបរោះនេះយកទៅដាក់លើផ្ទះឪពុកម្ដាយហើយប្រាប់អស់ស្រីទាំងពួងឲ្យទៅយំសោកក្បែរខ្មោចបរោះនោះហើយពីស្ដែងចាំស្ដាប់ទទួលអស់ស្រីទាំងនោះយំទួញដូចម្ដេចខ្លះស្រីយំសោកស្ដាយថាដូចម្ដេចពីស្ដែងគាត់ត្រាទាំងបានសពគ្រប់ឲ្យអញហើយចៅនោះក៏ធ្វើតាមគ្រប់យ៉ាងហើយប្រាប់ស្រីទាំងពួងមកយំខ្មោចតាមព្រះបន្ទូលហើយស្រីទៀតយំហើយទៅផ្ទះបាត់យំហើយទៅផ្ទះបាត់នៅតែមេម្នាក់យំសោកអាឡ័យពុំអស់សេចក្ដីមិនទៅផ្ទះឲ្យខ្មោចទួញយំនៅទីនោះកំឡោះរាជានិគរក៏ដោយដំណើរឲ្យទទួលព្រះមហាក្សត្រព្រះអង្គជាដំណើរឲ្យទ្រង់ព្រះបន្ទូលទៅដងមេនោះថាត្រូវជាសាច់ញាតិដេចនឹងខ្មោចនោះបានជាអោបយំទួញពុំទៅផ្ទះមេនោះឆ្លើយថាពុំជាសាច់ញាតិអ្វីទេត្បិតចៅជាស្មន់អនកនឹងខ្ញុំទៅរកខ្ញុំជួនភ្លៀងធំចៅនេះស្រែកទឹកខ្ញុំទៅត្រង់ទឹកភ្លៀងឲ្យចៅនេះផឹកហើយស្រាប់តែហល់ផ្ទៃស្លាប់យប់នោះឯងខ្ញុំយកខ្មោចទៅដាក់កណ្ដាលផ្លូវខ្ញុំចន្លោះបរោះនេះឯងទៅខ្ញុំយំកំឡោះរាជានិគរក៏នាំពាក្យទាំងនេះទៅក្រាបទូលព្រះមហាក្សត្រព្រះអង្គបានជ្រាបដំណឹងដូច្នេះទើបព្រះអង្គមកមើលលើដំបូលផ្ទះស្មន់នោះឃើញមានឆ្អឹងពោះវែកនៅទីដែលនាងស្មន់ត្រង់ទឹកភ្លៀងឲ្យបរោះនោះផឹកទើបទ្រង់មានព្រះបន្ទូលថានេះហេតុផលកម្មបុរាណខ្លួនឯងមកផ្ដាល់ហើយស្មន់នោះពុំបានធ្វើឆ្នាំបំពុលអ្វីឡើយព្រះអង្គពុំឲ្យឪពុកម្ដាយបរោះស្លាប់នោះនាំមេស្មន់ទៅណាឡើយឲ្យមេស្មន់អន្តកទៅដល់ទីលំនៅអាត្មាដតីរៀងខ្លួនហ្នឹងហើយអត់បានជាប់ទុកជាប់អីទេព្រោះនេះរឿងជាឆ្អឹងពោះដែលជាប់លើដំបូលហ្នឹងពឹសហើយរហូតតាមទឹកភ្លៀងមកហើយត្រង់ឲ្យបរោះនោះផឹកអញ្ចឹងបរោះនោះស្លាប់ភាសាពឹសពោះដែលសัตว์វាពំហើយធ្លាក់មកលើដំបូលហ្នឹង